ស្លាញ់គេសន្មត់ប្រើទេលោកកុំឆ្ងល់ឡើយប៉ុន្តែអាត្មាមិនដែលនិយាយគេទេអាត្មាបានរៀនកូនចៅថាកុំឲ្យនិយាយអញ្ចឹងកុំឲ្យថាទៅចាក់ពេទ្យអញ្ចឹងបើទៅជាខ្លួនយកស្អីទៅចាក់ឲ្យពេទ្យទៅវិញទៅចាក់ពេទ្យចាក់ពេទ្យចាក់ថ្នាំនឹងមិនបាច់សួរទេទុកទៅចាប់ប៉ុណ្ណឹងចុះសូមឲ្យលោកអ្នកអង្គផាន់យល់យ៉ាងខ្លីប៉ុណ្ណឹងទៅចុះអាត្មាដោះស្រាយហ្នឹងលោកមកជាយល់ហើយពីព្រោះវាមិនមែនជាការក្រទេប៉ុន្តែដែលសួរមកហ្នឹងមិនបញ្ចុះទេឥឡូវអាត្មាសូមមើលសម្បត្តិអ្នកឧបាសិកាមួយនេះគួរដោះស្រាយឲ្យគាត់ទៅព្រោះគាត់បែបដូចជាចង់ដឹងណាឧបាសិកានេះគាត់សរសេរដៃគាត់នេះអក្សរកមុចដូចកន្ទុយកូនខ្មែរអញ្ចឹងប៉ុន្តែគួរស្ងើចគាត់ណាសរសេរត្រឹមត្រូវផងនៅត្បូងឃ្មុំនៅខាងស្រុកត្បូងឃ្មុំនៅផ្សារសួងតាមអាត្មាមើលទៅម្ចាស់ថាគាត់ដាក់ថាទូលព្រះបង្គំជាខ្ញុំនាមណែអាត្មាមិនដែលនិយាយទេពីព្រោះអានេះវាប៉ះមកលើពាក្យអស់អញ្ចឹងប៉ុន្តែសូមជម្រាបអ្នកអីគេផ្លេចឈ្មោះទៅអ្នកឧបាសិកាយូលីគេមិនដែលនិយាយទូលព្រះបង្គំទេអ្នកនិយាយលួងនិយាយស្ដាច់អីក៏ដោយគេថាខ្ញុំម្ចាស់បើស្រីគេថាខ្ញុំម្ចាស់ប៉ុន្តែគាត់មិនសូវយល់រាជស័ព្ទមិនបន្ទោសទេសូមឲ្យចាំទៅទាំងអស់លោកអ្នកស្ដាប់ស្រីគេមិនដែលនិយាយទូលព្រះបង្គំទេតោះតបានគេនិយាយទូលព្រះបង្គំទូលបង្គំបើស្រីគេថាខ្ញុំម្ចាស់ហើយខ្លះទៅដាក់ទូលព្រះបង្គំជាខ្ញុំម្ចាស់ទៅទៀតវាជ្រុលណាស់ឧបាសិកាយូលីអាយុ52ឆ្នាំជាតិខ្មែរនៅខាងលិចផ្សារសួងស្រុកត្បូងឃ្មុំខេត្តកំពង់ចាមខ្ញុំម្ចាស់អាត្មាថាតាមចុះសូមបង្អោនកាយវិជាចិត្តមើលមិនឃើញអសគាត់អានចាំមើលទេគាត់សួរខ្លីទេបាននិយមដោះស្រាយគាត់ញោមកាយវិជាចិត្តគោរពដល់ជ្រាលជ្រៅចំពោះសម្ដេចជាទីគោរពនិងសូមក្រាបទូលអំពីភាសាខ្មែរយើងទាំងអស់ពុំដឹងជាធំឬមិនចេះពេលត្រង់សេចក្តីដែលកូនក្មួយហៅឪពុកធំនិងម្ដាយធំថាធំទាំងអស់ពុំដឹងជាធំស្រីឬធំប្រុសខាងម្ដាយឬខាងឪពុកទេចំណែកខាងអ្នកនៅស្រុកស្រែចំការច្រើនតែប្រើពាក្យធំពុំសូវមានពាក្យថាទេក៏ដាក់ថាដូចអ្នកនៅទីក្រុងទេខ្ញុំម្ចាស់ឆ្ងល់ណាស់ត្រង់ពាក្យនេះហេតុដូចម្ដេចបានជាចាស់ទុំពុំយកមកប្រើឲ្យបានច្រើនដូចពាក្យធំនេះផងត្រង់ពាក្យនេះមួយណាប្រសើរជាងណាហេតុដូចម្ដេចបានជាមាហៅថាពូទៅវិញពុះមានិងមីងហៅថាមីងអូយពុំដឹងជាប្អូនឪពុកឬប្អូនខាងម្ដាយទេចំណែកខាងបងថ្លៃប្រុសនិងបងថ្លៃស្រីក៏ហៅថាអ្នកដូចគ្នាពុំដឹងជាបងថ្លៃនឹងខាងណាទេខាងប្តីឬខាងប្រពន្ធក៏ពុំដឹងមួយយ៉ាងទៀតអស់លោកប្រុសហៅប្រពន្ធថាអូនប្រពន្ធគាត់ងល់ចឹងថាអូននៅប្រពន្ធហៅប្រពន្ធវិញហៅប្តីថាបងនេះជាពាក្យល្អហើយតែដូចជាច្រឡំថាបងប្អូនបង្កើតច្រឡំថាបងប្អូនតែកើតចេញពីពុកម្ដាយតែមួយខ្ញុំម្ចាស់សរសេរសម្បត្តិនេះទាំងសេចក្តីល្ងងខ្លៅពុំយល់ពាក្យ